spin អូខ្មោចលងស្រមោលអតីតកាលរឿងនិទានខ្មោចនៅ spin អូខ្មោចលងកាលទៅដល់អូខ្មោចលងវ៉ាន់ដាវិស្វករវ័យក្មេងម្នាក់ដែលពោពេញដោយមហិច្ឆតានិងជំនឿលើវិទ្យាសាស្ត្របានចុះទៅដល់ភូមិដាច់ស្រយាលមួយនៅជាយខេត្តគោលបំណងរបស់គេគឺការត្រួតពិនិត្យនិងវាយថ្លៃស្ពានចាស់ត្រួតត្រោមមួយឈ្មោះថាស្ពានអូខ្មោចលងឈ្មោះស្ពាននេះតែមួយមុខក៏ធ្វើឲ្យអ្នកខ្លះព្រឺសម្បូរទៅហើយតែបណ្ដាវិញបែរជាសោះចំកកក្នុងចិត្តដោយគិតថាវាគ្រាន់តែជារឿងព្រេងនិទានដើម្បីបំភ័យក្មេងប៉ុណ្ណោះភូមិនៅជុំវិញស្ពាននោះហាក់ស្ងប់ស្ងាត់ជ្រុលហួសហេតុផ្ទះខ្លះមានលក្ខណៈដូចជាបោះបង់ចោលទៅហើយផ្លូវលំដីក្រហមស្ងាត់ឈឹងមានតែសំឡេងកង់ឡានរបស់វ៉ាន់ដាប៉ុណ្ណោះដែលមិនលឺឡើងអំដំណើរជាមួយគេមានសុផាតនិងបញ្ញាជាជំនួយការពីអ្នកទៀតដែលជាមនុស្សរាក់ទាក់តែងតែនិយាយលេងសើចបំបត្តិភាពស្ងប់ស្ងាត់មើលឈ្មោះស្ពានផងវ៉ាន់ដាស្ពានអូខ្មោចលងខ្ញុំឮគេថាមានខ្មោចស្រីនៅទីនេះសុផាតនិយាយលេងសើចតាំងភ្នែកសម្លឹងមើលទៅស្ពានដែលនៅមិនឆ្ងាយប៉ុន្មានកុំនិយាយលេងអញ្ចឹងអីសុផាតកុំឡងខ្ញុំបញ្ញាធ្វើជាញ័រខ្លួនវ៉ាន់ដាសាយតិចតិចខ្មោចក្តីទេវតាដែរក្តីក៏មិនអាចធ្វើអ្វីវិទ្យាសាស្ត្របានដែរវាគ្រាន់តែជាស្ពានដែកធម្មតាដែលត្រូវជួសជុលឡើងវិញប៉ុណ្ណោះទីបំផុតពួកគេក៏ទៅដល់ស្ពាននេះពិតជាចាស់ខ្លាំងណាស់ធ្វើអំពីបេតុងនិងដែកដែលជ្រេះស៊ីកក់ច្រើនកន្លែងស្មៅនិងវិលដុះទ្រុបទ្រោលឡើងនៅក្រោមស្ពានមានអូមួយហូរយឺតទឹកថ្លៃយំតែមានស្រមោលដើមឈើធំបាំងបិទធ្វើឲ្យមើលទៅងងឹតសូន្យទីនោះមានអារម្មណ៍ត្រជាក់ខុសពីធម្មតាទោះជាពន្លឺថ្ងៃកំពុងចាំងជាក់ពេញទីក៏ដោយពួកគេចាប់ផ្ដើមវាស់វែងនិងពិនិត្យមើលរចនាសម្ព័ន្ធស្ពានយ៉ាងយកចិត្តទុកដាក់អស់រយៈពេលជាច្រើនម៉ោងពួកគេរវល់នឹងការងាររបស់ពួកគេលុះចិត្តល្ងាចបុរសចំណាស់ម្នាក់ដែលរៀងស្គមស្កាំងពាក់អាវខ្កកមានភ្នែកស្រវាំងវាំងបានដើរយឺតមករកពួកគេគាត់ជាពូឆិនជាអ្នកភូមិចំណាស់ជាងគេនៅក្បែរនោះក្មួយមកធ្វើអីនៅទីនេះពូឆិនសួរដោយសំឡេងស្អកយើងមកពិនិត្យមើលស្ពាននេះពូដើម្បីជួសជុលវាឡើងវិញវណ្ណដាតបទៅវិញដោយគួរសមពូឆិនងាក់ក្បាលទៀតស្ពាននេះវាមិនមែនគ្រាន់តែជាស្ពានធម្មតាទេក្មួយវាមានរឿងរ៉ាវរបស់វាវិញ្ញាណមិនស្ងប់មួយកំពុងតែស្ថិតនៅទីនេះរងចាំអ្វីមួយសុផាតនិងបញ្ញាចាប់ផ្ដើមមើលមុខគ្នាពូឆាន់និយាយរឿងអ្វីទៅតើមានអ្វីកើតឡើងនៅទីនេះវណ្ណដាសួរទាំងញញឹមបន្តិចដោយគិតថាជាការพูดកុហកកាលពីសម័យប៉ុលពតមានរឿងអកុសលមួយបានកើតឡើងពូឆិនចាប់ផ្ដើមរៀបរាប់ភ្នែករបស់គាត់មើលទៅហាក់ដូចជាកំពុងតែរំលឹកអតីតកាលមានម្ដាយម្នាក់ឈ្មោះស្រីម៉ៅនិងកូនស្រីតូចរបស់គាត់ឈ្មោះនីតាអាយុប្រហែល1ឆ្នាំពួកគាត់បានភៀសខ្លួនចេញពីពួកខ្មែរក្រហមហើយព្យាយាមឆ្លងកាត់ស្ពាននេះនៅពេលដែលទឹកជំនន់ជន់ខ្លាំងស្ពាននេះទ្រុឌទ្រោមស្រាប់ពេលនោះវាក៏បាក់ផ្នែកមួយស្រីម៉ៅបានព្យាយាមទប់ខ្លួនក៏ប៉ុន្តែកូនស្រីរបស់គាត់នីតាដែលនៅពីក្រោយខ្នងបានរអេលធ្លាក់ចូលទៅក្នុងអូដោះសែនកាច់សាហាវនោះស្រីម៉ៅបានស្រែកយំព្យាយាមលូកយកកូនតែទឹកហូរខ្លាំងពេករហូតដល់គាត់ក៏បាត់បង់កម្លាំងហើយស្លាប់បាត់បង់ជីវិតនៅទីនេះដែរគ្មានអ្នកណារកសាកសពរបស់គាត់ឃើញពេញលេញទេហើយកូនស្រីតូចនោះក៏បាត់បង់ទៅជាស្ងាត់ឈឹងតាំងពីពេលនោះមកគេតែងតែឮសំឡេងស្រែកយំសំឡេងកូនក្មេងយំហើយឃើញស្រមោលស្រីស្រាតម្នាក់ដើររកអ្វីមួយនៅក្បែរស្ពាននេះជាពិសេសនៅពេលយប់ពូឈិនបញ្ចប់រឿងទឹកមុខរបស់គាត់ស្រពោនខ្លាំងពូឆាន់កុំភ័យអីនោះគ្រាន់តែជាប្រេងតំណតតគ្នាទេវណ្ណដានិយាយដោយព្យាយាមបំបត្តិភាពភ័យខ្លាចដល់អ្នកផ្សេងតែក្នុងចិត្តក៏មានអារម្មណ៍ប្លែកបន្តិចដែរមិនអីទេក្មួយតែប្រយ័ត្នប្រយែងទៅចុះវិញ្ញាណមិនស្ងប់នោះនៅទីនេះពូឈិនបិទភ្នែករួចក៏ងាកដើរចេញទៅយ៉ាងយឺតចូលទៅក្នុងព្រៃងងឹតសុផាតនិងបញ្ញាចាប់ផ្ដើមមានអារម្មណ៍ភ័យខ្លាចខ្លះវណ្ណដាខ្ញុំថាយើងគួរតែត្រឡប់ទៅវិញហើយបន្តការងារនៅថ្ងៃស្អែកវិញទៅប្រលប់ទៅហើយ
សុផាតនិយាយថ្នាក់ងាកមើលទៅជុំវិញមិនបានទេសុផាតការងារនៅសល់ច្រើនណាស់ខ្ញុំធ្វើបញ្ចប់ការពិនិត្យលម្អិតទាំងអស់ថ្ងៃនេះបើមិនអញ្ចឹងទេយើងនឹងយឺតពេលតាមការកំណត់វណ្ណដានិយាយទាំងម៉ាំភ្លាមនោះទូរស័ព្ទរបស់សុផាតក៏រត់ទៅឡើងម្ដាយរបស់គេមានជំងឺស្រាប់ហើយត្រូវបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់វណ្ណដាខ្លងត្រូវទៅហើយបញ្ញាអញក៏ទៅជាមួយគ្នាដែរទៅសុផាតនិយាយទាំងស្លន់ស្លោវណ្ណដាដកដង្ហើមធំទៅចុះខ្ញុំនៅទីនេះបញ្ចប់ការងារប្រាប់ចៅហ្វាយថាខ្ញុំនឹងធ្វើរបាយការណ៍នៅថ្ងៃស្អែកសុផាតនិងបញ្ញាក៏ប្រញាប់អីវ៉ាន់ឡានហើយបោកចាញ់ទៅយ៉ាងលឿនបន្សល់ទុកវណ្ណដាឲ្យនៅម្នាក់ឯងក្រោមពន្លឺថ្ងៃចុងក្រោយដែលចាប់ផ្ដើមរលត់បន្តិចម្ដងភាពស្ងប់ស្ងាត់បានចូលមកជំនួសការសប្បាយរីករាយពីមុនវណ្ណដាបន្តការងាររបស់គេប៉ុន្តែអារម្មណ៍ហាក់បីដូចជាមិនល្អដូចមុនពាក្យសម្ដីរបស់ពូឆាន់នៅតែដកជាប់ក្នុងអារម្មណ៍គេព្រះអាទិត្យលិចបាត់បន្សល់ទុកតែមេឃពណ៌ក្រហមឆ្អៅភាពត្រជាក់បានចាប់ផ្ដើមរំពោចបរិយាកាសសត្វល្អិតចាប់ផ្ដើមបញ្ចេញសំឡេងយ៉ាងប្រុងប្រៀតវណ្ណដាបើកភ្លើងពិលដាក់លើមួកហើយបន្តវាស់វែងភ្លាមនោះគេក៏ឮសំឡេងខ្សឹកសៀវមួយហាក់ដូចជាខ្យល់បក់ល្វើយនៅក្បែរត្រចៀកវណ្ណដាភ្ញាក់ខ្លួនបន្តិចរួចងាកមើលជុំវិញតែគ្មានឃើញអ្វីសោះប្រហែលជាខ្យល់គេគិតក្នុងចិត្តបន្ទាប់មកគេក៏ឮសំឡេងទឹកហូរក្អុកខុសពីធម្មតាគេងើបមុខមើលទៅក្រោមស្ពានឃើញទឹកហូរវិលវល់ហាក់ដូចជាមានអ្វីមួយកំពុងរើបំរាស់នៅខាងក្រោមគេក៏យកពើលឆ្លុះចុះទៅតែគ្មានឃើញអ្វីក្រៅពីផ្ទៃទឹកពណ៌ខ្មៅរលីងនោះទេស្រមោលដើមឈើធំធ្វើឲ្យបរិយាកាសកាន់តែអាប់អួរគេបន្តការងាររួចក៏ជួបប្រទះនឹងវត្ថុចម្លែកមួយនៅជ្រុងម្ខាងនៃស្ពានដែលមានច្រេះស៊ីកកច្រើនគេបានប្រទះឃើញសៀតផ្កាចាស់មួយដែលច្រេះស៊ីស្ទើរតែពុកភុយទៅហើយវាជាសៀតផ្កាបុរាណធ្វើអំពីទង់ដែងសៀតផ្កាវណ្ណដាងឿងឆ្ងល់តើអ្នកណាជាម្ចាស់វាប្រហែលជាធ្លាក់តាំងពីយូរណាស់មកហើយទេក៏ដាក់សៀតផ្កានោះក្នុងហៅបៅពេលដែលគេដើរត្រួតពិនិត្យផ្នែកខាងក្រោមស្ពានស្រាប់តែមានអារម្មណ៍ថាត្រជាក់ស្រេងមកប៉ះស្បែកករបស់គេក្លិនផ្កាម្លិះឈ្ងុយឈ្ងប់ក៏បក់មកក្លិននេះជាក្លិនផ្កាដែលគេធ្លាប់បានធំនៅពេលទៅវត្តនៅកណ្ដាលព្រៃស្ងាត់ជ្រងំគ្មានវត្តអារាមបែបនេះហេតុអ្វីក៏មានក្លិនផ្កាម្លឹះគេងាកមើលទៅខាងក្រោយស្រមោលខ្មៅវែងអន្លាយមួយបានរត់កាត់យ៉ាងលឿនវណ្ណដាស្ទុះទៅមើលតែមិនឃើញអ្វីសោះយីខ្ញុំប្រហែលជាភ័យច្រោះហើយគេនិយាយទៅកាន់ខ្លួនឯងភ្លាមនោះសំឡេងកូនក្មេងសាយក្អាកក្អាយក៏បន្លឺឡើងពីក្រោមស្ពានវណ្ណដាព្រឺសម្បូរខ្ញាគេបានឮសំឡេងក្មេងសាយច្បាស់ហាក់ដូចជានៅចិត្តនេះគេដើរទៅជិតមាត់អូហើយយកពើលឆ្លោះចុះទៅគ្មានអ្វីទាំងអស់តែសំឡេងសាយនោះក៏ប្រែក្លាយជាសំឡេងយំខ្សឹកសួររបស់កូនក្មេងវិញសំឡេងនោះកាន់ជ្រាវចូលទៅក្នុងរន្ធត្រចៀករបស់គេធ្វើឲ្យគេប្រលឹងចុងសក់អ្នកណានៅទីនេះវណ្ណដាស្រែកសួរទាំងភ័យខ្លាចសំឡេងយំក៏បាត់ទៅវិញបន្សល់ទុកតែភាពស្ងប់ស្ងាត់ដ៏គួរឲ្យខ្លាចវណ្ណដាព្យាយាមទូរស័ព្ទទៅសុផាតតែសេវាទូរស័ព្ទនៅទីនោះខ្សោយពេកមិនអាចទាក់ទងបានគេសម្រេចចិត្តមិនបន្តការងារទៀតទេគេប្រញាប់តែឡានហើយព្យាយាមបោចចេញពីទីនោះតែពេលគេព្យាយាមបញ្ឆេះឡានស្រាប់តែឡានក៏រលត់គេព្យាយាមម្ដងហើយម្ដងទៀតតែឡាននៅតែមិនឆេះវណ្ណដាដឹងថាគេត្រូវជាប់គាំងនៅទីនេះមួយយប់ទៀតហើយភាពភ័យខ្លាចចាប់ផ្ដើមរឹតបន្តឹងបេះដូងរបស់គេវណ្ណដាគ្មានជំរឿក្រៅពីចំណាយពេលមួយយប់ទៀតនៅទីនោះគេបានព្យាយាមជួសជុលឡានតែមិនបានផលគេក៏សម្រេចចិត្តចូលទៅខ្លួនឡានហើយចាក់សោទ្វារយ៉ាងជិតខណៈនោះគេបាននឹកឃើញពាក្យសម្ដីរបស់ពូឈិននិងរឿងរ៉ាវរបស់ស្រីម៉ៅនិងនីតាភាពភ័យខ្លាចរបស់គេបានប្រែក្លាយទៅជាការចង់ដឹងតើពិតជាមានវិញ្ញាណនៅទីនេះមែនឬនៅពាក់កណ្ដាលអធ្រាត្រ
ពេលដែលវណ្ដាហៀបនឹងឡងលក់ដោយសារតែភាពនឿយហត់ស្រាប់តែគេមានអារម្មណ៍ថាឡានញ័រតិចៗគេបើកភ្នែកមើលទៅក្រៅបង្អួចនៅចំកណ្ដាលស្ពានដោយមានពន្លឺព្រះច័ន្ទរៀបរៀបបន្តិចបន្តួចគេបានឃើញស្រមោលស្រីម្នាក់កំពុងដើរយឺតនាងស្លៀកសម្លៀកបំពាក់ចាស់ត្រួតត្រងហាក់ដូចជាសម្លៀកបំពាក់ខ្មែរក្រហមហើយសក់របស់នាងវែងអន្លាយបាំងមុខបិទជិតនាងដើរយឺតដោយកំពុងស្វែងរកអ្វីមួយវណ្ដាមិនហ៊ានដកដង្ហើមបេះដូងរបស់គេលោតញាប់ដូចវាយស្ករស្រមោលនោះបានដើរទៅដល់ចំកណ្ដាលស្ពានរួចក៏ឈប់នាងងើបមុខឡើងបន្តិចហាក់ដូចជាកំពុងសម្លឹងមើលទៅក្រោមស្ពានបន្ទាប់មកនាងក៏លុតជង្គង់ចុះហើយចាប់ផ្ដើមស្រែកយំខ្សឹកខ្សួលសំឡេងយំរបស់នាងឮសាយភាយពេញអាកាសដ៏ស្ងាត់ជ្រងំធ្វើឲ្យវណ្ដាព្រឺរំខ្ញាក់ខ្ញាស្រមោលនោះបានងាកមកមើលទៅឡានរបស់វណ្ដាឃើញភ្នែករបស់នាងចាំងផ្លេកនៅក្នុងទីងងឹតវាជាភ្នែកដែលពោពេញទៅដោយការឈឺចាប់និងទុក្ខសោកដែលមិនអាចវាស់វែងបានវណ្ដាបានបិទភ្នែកយ៉ាងជិតគេមិនចង់ឃើញទៀតទេតែសំឡេងយំរបស់នាងនៅតែបន្លឺឡើងគេបើកភ្នែកមើលទៅវិញស្រមោលនោះក៏បាត់បង់ទៅតែនៅកន្លែងដែលនាងឈរវណ្ណដាបានឃើញស្នាមជើងទឹកសោមជាច្រើនគេលូកដៃទៅប៉ាក់បង្វៀតកញ្ចក់ស្រាប់តែមានទឹកហូរស្រក់ចុះមកទឹកសន្សើមទេវាច្រើនពេកហើយវាមិនមែនជាទឹកសន្សើមធម្មតាទេវណ្ដាភ័យខ្លាចរហូតងល់ខ្លួនគេបានដឹងថាអ្វីដែលពូឈិននិយាយនោះជាការពិតគេបានបើកទ្វារឡានយ៉ាងយឺតហើយដើរចេញទៅក្រៅអារ៉ាមមួយបានជំរុញឲ្យគេដើរទៅជិតស្ពានពេលទៅដល់ចំកណ្ដាលស្ពានកន្លែងដែលស្រមោលនោះឈរគេបានឃើញវត្ថុមួយទៀតវាជាស្បែកជើងក្មេងទូចមួយដែលធ្វើអំពីក្រណាត់ចាស់ហើយមានដីនិងភក់ជាប់នៅទីនោះវាមានលក្ខណៈស្រដៀងទៅនឹងស្បែកជើងក្មេងដែលគេឃើញក្នុងរូបថតបុរាណវណ្ដាបានចាប់ស្បែកជើងនោះឡើងវាធំល្មមនឹងដៃរបស់គេភ្លាមនោះគេក៏មានអារម្មណ៍ថាដៃរបស់គេត្រជាក់ស្រេងគេងាកមើលទៅខាងក្រោយស្រមោលខ្មៅមួយបានឈរពីក្រោយគេចំពីមុខស្រមោលនោះមិនមានមុខមាត់ច្បាស់លាស់ទេតែភ្នែករបស់នាងបានសម្លឹងមកកាន់វណ្ដាវាហាក់ដូចជាចង់ប្រាប់អ្វីមួយស្រមោលនោះបានលូកដៃមកកាន់វណ្ដាដៃរបស់នាងគឺស្លេកស្លាំងរាងស្ទើងតែមិនមែនជាដៃដ៏គួរឲ្យខ្លាចនោះទេវណ្ដាមានអារម្មណ៍ថាមានអ្វីមួយយ៉ាងកំពុងតែតាក់ទាញគេមិនបានភ័យខ្លាចទៀតទេតែបែរជាមានអារម្មណ៍អាណិតអាសូរទៅវិញស្រមោលនោះបានលូកដៃមកប៉ាស្បែកជើងក្មេងក្នុងដៃរបស់វណ្ដាបន្ទាប់មកនាងក៏ចាប់ដើមដើរយឺតទៅកាន់ជ្រុងម្ខាងនៃស្ពានហើយចុះទៅតាមច្រាំងអូរវណ្ដាក៏ដើរតាមនាងពន្លឺព្រះច័ន្ទបានចាំងមកលើផ្ទៃទឹកអូរស្រមោលនោះបានឈប់នៅកន្លែងដែលទឹកហូរវាវល់ខ្លាំងជាងគេនាងបានចង្អុលទៅកាន់ចំណុចមួយនៅមាត់ច្រាំងអូរដែលមានកំណត់ដីនិងឫសឈើដុះរុំព័ទ្ធសំឡេងក្មេងស្រីយំក៏បន្លឺឡើងពីចំណុចនោះវណ្ដាបានយកពិលឆ្លុះទៅគេឃើញមានវត្ថុរឹងមួយលានចេញពីដីគេក៏ចាប់ផ្ដើមលូកដៃទៅកាយដីចេញខណៈនោះស្រមោលរបស់ស្រីម៉ៅក៏បានលេចចេញរូបរាងច្បាស់ជាងមុននាងស្លៀកសម្លៀកបំពាក់បុរាណមុខរបស់នាងស្លេកស្លាំងតែភ្នែករបស់នាងពោពេញដោយទឹកភ្នែកនាងបានសម្លឹងមើលទៅវណ្ដាដោយការអង្វរកវណ្ដាបានបន្តកាយដីចេញរហូតដល់គេបានប្រទះឃើញវត្ថុមួយវាជាខ្សែមាសចាស់មួយដែលមានរូបថតតូចមួយនៅខាងក្នុងគេបានបើកវាចេញនៅក្នុងរូបថតនោះមានរូបស្រីស្អាតម្នាក់ពាក់សៀតការដែលមានមុខស្រដៀងនឹងស្រមោលស្រីម៉ៅហើយកំពុងអោបក្មេងស្រីទូចម្នាក់យ៉ាងណែនវាជារូបស្រីម៉ៅនិងកូនស្រីរបស់នាងគឺនីតាពេលដែលវណ្ដាកាន់ខ្សែនោះឡើងស្រាប់តែសំឡេងក្មេងស្រីយំបានបាត់ទៅវិញហើយជំនួសមកវិញនៅសំឡេងខ្សឹបខ្សៀវមួយយ៉ាងស្រទន់ហាក់ដូចជាសំឡេងអរគុណស្រីម៉ៅបានសម្លឹងមើលទៅខ្សែក្រោមដៃរបស់វណ្ដារួចនាងក៏ងាកទៅមើលទៅក្រោមអូ
ភ្លាមនោះស្រមោលតូចមួយបានលេចចេញពីផ្ទៃទឹកវាជាស្រមោលរបស់ក្មេងស្រីតូចម្នាក់កំពុងលេងទឹកយ៉ាងរីករាយនីតាស្រីម៉ៅបានញញឹមទឹកមុខរបស់នាងមិនមែនជាទឹកមុខឈឺចាប់ទៀតទេតែជាទឹកមុខដែលពោរពេញដោយក្តីស្រឡាញ់និងការនឹករលឹកនាងបានលូកដៃទៅកាន់ស្រមោលនីតាស្រមោលទាំងពីរក៏ចាប់ផ្ដើមសាយភាយបន្តិចម្ដងចូលទៅក្នុងពន្លឺព្រះច័ន្ទហើយបាត់បង់ទៅជាស្ងាត់ឈឹងភាពត្រជាក់ដែលរំពាត់ទីនោះបានរលាយបាត់សំឡេងសត្វលិចក៏បន្លឺឡើងវិញជាធម្មតាអារម្មណ៍ភ័យខ្លាចនិងអថកំបាំងក៏បានរសាត់បាត់ទៅវណ្ណដាមានអារម្មណ៍ថាមានភាពស្ងប់ស្ងាត់មួយបានចូលមកជំនួសវិញពន្លឺព្រះអាទិត្យដំបូងបានរះឡើងមកបំភ្លឺផ្ទៃមេឃវណ្ណដាឈរនៅមាត់អូរទាំងខ្លួនប្រាណនឿយហត់តែចិត្តគំនិតរបស់គេបានផ្លាស់ប្ដូរទាំងស្រុងគេបានយល់ថាវិទ្យាសាស្ត្រមិនមែនជាអ្វីទាំងអស់នោះទេមានរឿងជាច្រើនដែលវិទ្យាសាស្ត្រមិនអាចបញ្យល់បានគេបានរកឃើញខ្សែរបស់ស្រីម៉ៅដែលជាភស្តុតាងចុងក្រោយនៃរឿងរ៉ាវដ៏សោកសៅរបស់នាងគេបានត្រឡប់ទៅឡានវិញហើយភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលឡានរបស់គេបានឆេះធម្មតាវណ្ណដាបានបើកឡានចេញពីស្ពានអូខ្មោចក្លងតែងអារម្មណ៍លាយឡំគ្នារវាងការភ្ញាក់ផ្អើលភាពភ័យខ្លាចនិងការគោរពពេលទៅដល់ការិយាល័យសុផាតនិងបញ្ញាបានរួចមករកគេដោយភាពបារម្ភវណ្ណដាអញទៅណាហេតុអ្វីក៏បាត់ដំណឹងសោះតើឡានមានបញ្ហាឬសុផាតសួរទាំងបារម្ភវណ្ណដាបានមើលមុខមិត្តភក្តិទាំងពីរគេមិនអាចរៀបរាប់រឿងទាំងអស់នេះឲ្យពួកគេស្ដាប់បានទេពួកគេនឹងមិនជឿនោះទេគ្មានអ្វីធ្ងន់ធ្ងរទេគ្រាន់តែឡានមានបញ្ហាបន្តិចបន្តួចហើយខ្ញុំបានជួបមនុស្សចាស់ម្នាក់នៅទីនោះហើយគាត់បានជួយខ្ញុំវណ្ណដានិយាយកុហកដោយពាក់កណ្ដាលការពិតតែឯងមើលទៅស្លាចស្លាំងណាស់បញ្ញានិយាយវណ្ណដាគ្រាន់តែញញឹមហួសខ្ញុំនឿយហត់បន្តិចគេបានបង្ហាញខ្សែមាសចាស់នោះដល់ពុទ្ធភាពខ្ញុំបានរកឃើញរបស់នេះនៅក្បែរស្ពានប្រហែលជាមានអ្នកណាម្នាក់បានបាត់បង់វាសុផាតនិងបញ្ញាមើលទៅខ្សែនោះតែមិនបានចាប់អារម្មណ៍អ្វីពិសេសនោះទេវណ្ណដាបានធ្វើរបាយការណ៍ត្រួតពិនិត្យស្ពានក្នុងរបាយការណ៍នោះគេបានបន្ថែមសំណើមួយឲ្យរដ្ឋាភិបាលពិចារណាសាងសង់រូបសំណាកទូចមួយឬដាក់ស្លាកសញ្ញារំលឹកដល់សោកនាដកម្មដែលបានកើតឡើងនៅទីនោះក្នុងពេលជួសជុលស្ពាននោះថៅកែរបស់គេឆ្ងល់ពីសំណើចម្លែកនេះតែវណ្ណដាបានពន្យល់ថាវាជាការគោរពដល់ប្រវត្តិសាស្ត្រនិងមនុស្សដែលបាត់បង់ជីវិតនៅទីនោះប៉ុន្មានខែក្រោយមកស្ពានអូខ្មោចលងត្រូវបានជួសជុលឡើងវិញយ៉ាងល្អប្រសើរនៅក្បែរស្ពានគេបានឃើញស្លាកសញ្ញាថ្មតូចមួយដែលមានចារឹកឈ្មោះស្រីម៉ៅនិងនីតាជាការរំលឹកដល់ម្ដាយកូនដ៏កំសត់អ្នកភូមិនៅតែនិយាយពីរឿងរ៉ាវស្ពានអូខ្មោចលងតែឥឡូវនេះពួកគេឡើងនិយាយទាំងភ័យខ្លាចទៀតហើយពួកគេនិយាយទាំងភាពអាណិតអាសូរនិងការយល់ដឹងចំណែកឯវណ្ណដាវិញគេបានក្លាយជាមនុស្សម្នាក់ដែលមានជំនឿលើអ្វីដែលហួសពីវិទ្យាសាស្ត្រគេបានដឹងថាពិភពលោកពោរពេញដោយអត្ថកម្បាំងដែលមនុស្សមិនអាចយល់បានរាល់ពេលដែលគេឆ្លងកាត់ស្ពានថ្មីគេតែងតែនឹកឃើញដល់ស្ពានអូខ្មោចលងនិងរឿងរ៉ាវរបស់ស្រីម៉ៅនិងនីតាគេដឹងថាមិនមែនខ្មោចទាំងអស់សុទ្ធតែជាវិញ្ញាណអាក្រក់នោះទេពេលខ្លះពួកវាគ្រាន់តែជាព្រលឹងដែលបាត់បង់មិនបានរកឃើញសេចក្តីសុខហើយកំពុងតែរងចាំនរអ្នកម្នាក់ដើម្បីជួយស្រាយចំណងអត្ថកម្បាំងនៃអតីតកាលដ៏ឈឺចាប់របស់ពួកគេតែប៉ុណ្ណោះ